បាទអូខេជំរាបសួរបាទអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានមកធ្វើវីដេអូអំពីរបៀបនៃការ hack Roblox បាទនេះចូលទៅកាន់វីដេអូរបស់យើងទៅអស់ទៅបាទអ្នកទាំងអស់គ្នាសូមនិយាយពាក្យដូចខ្ញុំដំណងទៅបាទនេះបាទDelta download បាទហើយបន្តមកអ្នកទាំងអស់គ្នាការចុចលើអា link ខាងលើបាទបើអ្នកទាំងអស់គ្នាអត់អង្គុយវាយដូចខ្ញុំអ្នកទាំងអស់គ្នាអាចចូលចុច link description បាទតមកអ្នកទាំងអស់គ្នាចុចទៅកាន់ download for Android នេះគឺសញ្ញាខ្វែងមកបាទអូខេមកដល់កន្លែងនេះអ្នកទាំងអស់គ្នាសូមចុចសញ្ញាខ្វែងណាកន្លែងលើនោះមកបាទអូខេអ្នកទាំងអស់គ្នាចុចខ្វែងហើយណាបន្តមកអ្នកទាំងអស់គ្នាចុចទៅកាន់ download បាទអូខេវាចុច download មកចាំមើលបាទចាំវាពេញចាំខ្ញុំប្រាប់ពីរបៀប down អូខេពេលនេះវាជិតពេញហើយអ្នកគ្នាមើលទៅណាបាទអូខេវាជិតពេញបាទអូខេចាប់ដើមអ្នកគ្នាវាពេញហើយហ្នឹងហើយហើយតមកអ្នកគ្នាការចុចលើវាមួយបាទតមកអ្នកគ្នាចុចដំឡើងមកចុចពាក្យដំឡើងមកអូខេអ្នកគ្នាចុចដំឡើងហើយអូខេចាំវាដំឡើងវាសិនបាទអូខេពេលនេះគឺថាវាដំឡើងបាន 100% បាទតមកចុចថយក្រោយមកតមកចុចចូល game Roblox បាទអូខេចូលទៅកាន់ game របស់យើងមកអូខេអ្នកនរគ្នាចុចអនុញ្ញាតតមកដល់កន្លែងនេះបើអ្នកគ្នានេះដល់មកកន្លែងនេះគឺអ្នកគ្នាបែយកលើគេថាបង្កើត account ថ្មីបើថាយកក្រោមគឺយើងភ្ជាប់មក account ចាស់យើង account Roblox ចាស់យើងនេះគឺថាខ្ញុំយកភ្ជាប់ account មកខ្ញុំភ្ជាប់មក account ចាស់របស់ខ្ញុំបាទហើយពេលនេះយើងកំពុងយក account ចាប់ផ្ដើមវីដេអូអូខេយើងមកដល់ Roblox ហើយតមកយើងចូលទៅ Block Fruit បាទភាសាយើងបរៀនពីរបៀបនៃការ hack Block Fruit បាទចូលមកដល់ត្រង់នេះហើយអ្នកគ្នាសូមចូលដល់ទៅបាទអូខេអ្នកទាំងអស់គ្នាអូខេអ្នកចូលហើយអូខេអ្នកទាំងអស់គ្នាតមកអ្នកទាំងអស់គ្នាចូលហើយអ្នកគ្នាចូលដល់ game ហើយសូមអ្នកទាំងអស់គ្នាសូមរងចាំសិនបាទរងចាំរហូតដល់វាចេញសញ្ញាលេខ0.18ហើយអ្នកគ្នាសូមរងចាំទៅណាអ្នកគ្នាចូលមកអ្នកគ្នានៅស្ងៀមសិនទៅរងចាំរហូតដល់វាចេញ0.18ហើយតមកអានវាលោតសញ្ញា1 2 3រហូតដល់18ហើយអ្នកគ្នាមើលវីដេអូនេះយកមើលមួយអ្នកគ្នាកុំខាតអូខេអ្នកគ្នារងចាំសិនទៅបាទវាមិនសូវយូរប្រហែលទេបាទអ្នកគ្នារងចាំទៅអានេះបើសេវាយើងល្អវាប្រហែលអាចចេញលឿនបាទតែសេវាខ្ញុំរៀន slow បាទអូខេអ្នកគ្នាវាចេញទេបាទគាត់ថាវាចេញហើយនេះបាទ1 2 3គាត់ថាវាឡើងតវាចេញចឹងអ្នកនរគ្នាចេញចឹងហើយតមកវាចេញបែបនេះតមកអ្នកគ្នាមើលតាមសញ្ញាខ្ញុំគូសទៅបាទអ្នកគ្នាចុចលឿននឹង2 ដងចុច2 ដងទៅវាលោតឲ្យអ្នកគ្នាអូខេចុច2 ដងទៅវាចូលមកដល់នេះបាទអូខេអ្នកនរគ្នារងចាំវាបន្តិចសិនទៅអូខេបាទរងចាំវាបន្តិចសិនទៅបាទអូខេនេះវាមកដល់ត្រង់នេះហើយអ្នកគ្នាការចុចពាក្យថា continue បាទ
continue មកអូខេតមកអ្នកគ្នាចុចថយក្រោយវិញបាទអ្នកគ្នាសូមចុចថយក្រោយវិញមកអូខេអ្នកទាំងអស់គ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាចុចថយក្រោយហើយអ្នកទាំងអស់គ្នានឹងឃើញជាហើយតមកអ្នកគ្នាសូមចុចលើវាបាទចុច1ចុចដល់លើហើយតមកអ្នកគ្នាថយក្រោយវិញមកបាទតមកអ្នកគ្នាចុចម្ដងទៀតហើយអ្នកគ្នាថយម្ដងក្រោយវិញមកបាទតមកចុចក្រោមមួយទៀតតមកអ្នកគ្នាថយក្រោយមួយទៀតមកអូខេអ្នកទាំងអស់គ្នាថយមកហើយអ្នកគ្នារងចាំឲ្យវិនាទីវាពេញណាបាទអូខេអ្នកគ្នាធ្វើការរងចាំបន្តិចសិនទៅនោះវានឹងពេញអូខេអ្នកទាំងអស់គ្នាធ្វើការរងចាំសិនទៅបាទនោះវាកំពុងតែធ្លាក់វិនាទីអូខេអ្នកគ្នារងចាំសិនទៅអូខេពេញមួយបាទអ្នកគ្នារងចាំសិនទៅបាទអូអ្នកការរងចាំសិនទៅនោះវានឹងពេញបើលឺទំនេររំខានហើយសូមអ្នកគ្នាchia sẻផងបាទណាអូខេជិតពេញណាអូខេពេញណាអ្នកគ្នាទៅការចិត្តទៅការក្រុម unlock content បាទទៅក្រុមអូខេតបមកវានឹងលោតវាទីបាទចប់មួយសខាញ់ណាខ្ញុំនឹងធ្វើការចុចពី continue អូខេអ្នកគ្នាចុច continue តបមកអ្នកគ្នាការចុចថយក្រោយវិញបាទការចុចថយក្រោយវិញមកអូខេមិនចុចអាកន្លែងដើមសាក់អូខេតបមកអ្នកគ្នាការ copy នេះមកអូខេអ្នកទាំងអស់គ្នា copy ហើយតមកចុចពីរដងបាទគេលោកវាចប់បាទគេអ្នកឲ្យ copy ហើយតមកអ្នកចូលទៅកាន់ Roblox យើងវិញមកបាទអូខេអ្នកគ្នាចូលទៅកាន់ Roblox ហើយអូខេស្វែងខ្ញុំរៀង slow បាទចូលអត់សូវលឿនទេមកគេសូវ smooth ដូចគេនេះបាទសូមជួយស្រាយផងបាទអ្នកគ្នាអូខេមានការចូលទៅកាន់block group បាទតមកអ្នកបើសិនជាអ្នកគ្នាអត់ទាន់ជាខ្ញុំអ្នកគ្នារងចាំដូចយ៉ាងវីដេអូនេះយើងចូលមុនដំបូងបាទចូលរូបប្លុកមុនដំបូងវាចេញ1 2 3 4 5ណាអ្នកគ្នាចូលដល់18ហើយតមកអ្នកគ្នាតែថា copy ចូលបាទអ្នកគ្នាអូខេចូលបាទតមកវាចេញនេះអ្នកគ្នាតែការផាសចូលមកបាទចុចលើបាទលើមកតមកអ្នកគ្នាថា copy អាដែលយើង copy មិញមកបាទអូខេ copy ចូលមកអូខេតមកការ continue អូខេ continue តមកអ្នកគ្នាចុចនោះបាទចារៀងដៃ game ណាអានេះ skip ខ្ញុំដាក់ក្រោម link description បាទ link ខ្ញុំដាក់ក្រោម description បាទអានេះ skip បើអ្នកគ្នាអត់យល់អីសូមមើលទៅណាបាទ skip បាននេះខ្ញុំបរៀនរបៀបដោះ key ហើយរបៀបដាក់ skip អ្នកគ្នាសូមទៅមើលវីដេអូមួយទៀតបាទខ្ញុំនឹងបរៀនពីរបៀបដាក់ skip បាទអញ្ចឹងគេpicture មកបាទខ្ញុំថយក្រោយមកការបានបាទហ្នឹងហើយអ្នកគ្នាបើអ្នកគ្នាចង់បើក hack បើកអីអាចទៅមើលវីដេអូខ្ញុំបានបាទវីដេអូខ្ញុំបរៀនពីរបៀបបើក hack របៀបអូតូរបៀប farm របៀបរើសផ្លែឈើ random បើកឆេះអីហ្នឹងអ្នកគ្នាអាចមើលវីដេអូខ្ញុំមួយទៀតបានអ្នកគ្នា